ហ៊ុនសែនគឺហ៊ុនសែនរបស់កម្ពុជាខ្ញុំប្រយុទ្ធប្រឆាំងខ្មែរក្រហមដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាតើខ្ញុំជាអ្នកខុសទេផ្ទុយទៅវិញតុលាការអន្តរជាតិកូនកាត់នៅក្នុងអង្គជំនុំជម្រះវិសាមញ្ញបានកាត់ទោសខ្មែរក្រហមវាទៅrồiហើយអញ្ចឹងយើងដាក់ច្បាប់មួយអ្នកណាមិនទទួលស្គាល់ថាគ្មានអំពើបល្ល័ង្កពុយសាសនៅកម្ពុជាត្រូវមានទោសអត់មានអីខុសទេនៅបើនៅហ៊ាននិយាយថាណាអាឡម៉ង់ពួកណាស៊ីអាឡម៉ង់ហ្វាស៊ីអាឡម៉ង់មិនមានកំហុសមិនមានទោសត្រូវជាប់ទោសនៅអឺរ៉ុបតើកម្ពុជាធ្វើនេះខុសដែរអត់មានអីខុសទេសូមផ្ដាំអ្នកកុំប្រៀបធៀបអ្វីដែលជាជោគជ័យរបស់អ្នកដទៃទៅជាជោគជ័យរបស់អ្នកហើយបរាជ័យទម្លាក់ឲ្យហ៊ុនសែនគឺហ៊ុនសែនរបស់កម្ពុជាអ្នកត្រូវចាំហ៊ុនសែនពេលនេះ55ឆ្នាំនៃសកម្មភាពយើងនៅសល់តែប្រហែលថ្ងៃទៀតតែប៉ុណ្ណោះថ្ងៃនេះទី14នៅសល់4ថ្ងៃទៀតតែប៉ុណ្ណោះដល់ខួបលើកទី55នៃរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តមសីហនុហ៊ុនសែននៅក្នុងវ័យ18ឆ្នាំមិនតាន់គ្រប់18ឆ្នាំផងស្ម័គ្រចិត្តតាមការអំពាវនាវរបស់សម្ដេចឪដើម្បីចូលរួមក្នុងចលនារំដោះប្រទេសជាតិមួយនេះរបួស5ដងដើម្បីអ្វីបន្ទាប់ទៅធ្វើសកម្មភាពដើម្បីឥឡូវចោទចាញ់ជាសំណួរតើខ្ញុំវាយពួកឈ្លានពានខុសឬអត់បើកុំមានរដ្ឋប្រហារ18មីនាតើប្រទេសកម្ពុជាមានសង្គ្រាមទេវាអត់មានបើទុកឲ្យសម្ដេចព្រះនរោត្តមសីហនុព្រះអង្គដឹកនាំប្រទេសតើកម្ពុជារីកចម្រើនដល់ណាដែលពេលនោះអាដាមសុនចន្ទថុលជាអ្នករាយការណ៍ធ្វើដំណើរជាមួយខ្ញុំពេលដែលចូលទៅការណាសោយនៅឯស្នួលពេលនោះបានបង្ហាញតួលេខយើងមានប្រាក់ចំណូលជាង$200ដូច$270ក្នុងពេលដែលកូរ៉េខាងត្បូងមិនទាន់ដល់$100ទេសម្រាប់មនុស្សម្នាក់ៗនៅពេលនោះប៉ុន្តែឥឡូវនេះយើងមានប្រាក់ចំណូលនៅក្នុងឆ្នាំនេះប្រមាណជិត$3,000ក្នុងមនុស្សម្នាក់ៗក្នុងពេលដែលកូរ៉េខាងត្បូង50,000ឬ60,000បាត់ទៅយើងវាទៅបាត់បង់ឱកាសពេលរបបប៉ុលពតមកដល់តើខ្ញុំដឹកនាំការតស៊ូវាយប៉ុលពតនឹងវាខុសទេបន្តទៅនៅពេលដែលខ្ញុំបន្តរួមចំណែកនិងបន្តដឹកនាំទប់ស្កាត់ការវិលត្រឡប់នៃរបបបល្ល័ង្កពុយសាសប៉ុលពតតើខ្ញុំខុសទេបើប៉ុលពតវាមិនអាចធ្វើគណិតវិទ្យាមួយដកមួយស្មើនឹង0ទេប៉ុលពតត្រូវបានតុលាការកំណត់របបខ្មែរក្រហមគឺកំណត់ជាទោសទៅហើយអញ្ចឹងតើអ្នកដែលផ្ដួលរំលំប៉ុលពតវាមានកំហុសទេពិភពលោកទទួលស្គាល់យ៉ាងនេះក្រុមប្រឹក្សាសន្តិសុខក៏ទទួលស្គាល់រឿងនេះរួចស្រេចទៅហើយអញ្ចឹងត្រូវចាំណែត្រូវចាំ